ដោះស្រាយលំហាត់ទី11ទាំងអស់គ្នាអញ្ចឹងនៅក្នុងលំហាត់ទី11នេះដែរគឺគេឲ្យយើងគណនាខ្លីមួយលំហាត់នេះយើងទៅខ្លីជាយើងអាចដោះស្រាយដោយខ្លួនឯងបានយើងមើលរបៀបឲ្យយើងផ្ទៀងចំណងជាមួយគ្រូទាំងអស់គ្នាអញ្ចឹងយើងមើលគេឲ្យគេថាក្រោយពីបង្កកំណើតបាន60ម៉ោងអញ្ចឹងក្រោយពីបង្កកំណើតបាន60ម៉ោងអញ្ចឹងកន្លែងនេះយើងដឹងហើយណាគឺជារយៈពេលវត្តកោសិកាសរុបហើយពួកគេប្រើពាក្យក្រោយពីបង្កកំណើតហើយជារយៈពេលសរុបស្មើនឹង60ម៉ោងតាមមកគេថាអំព្រិយមរបស់មនុស្សមានកោសិកា16អញ្ចឹងមួយទៀតនោះគឺគេប្រាប់ចំនួនកោសិកាទៀតកោសិកានេះគឺកោសិកាកូនហ្នឹងណាចាអញ្ចឹងគេប្រាប់រយៈពេលសរុបហើយមានកោសិកាកូនយើងមានចំនួនគេឲ្យយើងគណនារយៈពេលមួយវត្តកោសិកាអញ្ចឹងរយៈពេលមួយវត្តកោសិកាករណីដែលយើងដឹងមកហើយនឹងប្រាប់ចំនួនកោសិកាកូនហើយអញ្ចឹងយើងដឹងហើយក៏ប្រមាណយើងថតធ្វើពីលើមកចាហើយយើងទៅដាក់ចំនួនគេសម្រាប់ហើយបំរាប់ចាបន្ទាប់ពីយើងដាក់ចំនួនហើយនឹងបំរាប់ហើយអញ្ចឹងយើងមើលសំណួរគេឲ្យយើងរករយៈពេលមួយវត្តអញ្ចឹងយើងដាក់រូបមន្តឲ្យគេសិនហើយកន្លែងណាដែលខ្វះτονប្រាប់យើងទៅរកចានេះអញ្ចឹងអីដែលគេប្រាប់យើងគឺមានរយៈពេលមួយវត្តរយៈពេលសាក់វត្តយើងដឹងហើយអីដែលយើងខ្វះគឺចំនួនវត្តនេះណាចាអញ្ចឹងយើងទៅរកចំនួនវត្តកោសិកាឲ្យឃើញហើយយើងដឹងនេះកោសិកាកូនសរុបអញ្ចឹងយើងអាចឲ្យចំនួនវត្តបានណាចាអញ្ចឹងយើងទៅរកមកនេះអញ្ចឹងទៅរកចំនួនមីតឲ្យឃើញសិនណាទៅយើងរកចំនួនវត្តកោសិកាបានអញ្ចឹងកន្លែងនេះអ្នកគ្រូដាក់ដោយជិតនេះគឺវិចារដោយខ្លួនឯងអញ្ចឹងចំនួនកោសិកាកូនសរុបយើងវិចារតាមបន្តនោះវិចារបែបណាយើងវិចារមកណាហើយយើងដាក់រូបមន្តមកហើយរូបមន្តនេះយើងចំនួនលេខចុះមក16ស្មើនឹង2សេគណ្ឌហើយយើងទាញ16នឹងមកចាយើងចំនួន16ហ្នឹងហើយយើងទាញរកអិនបានបន្ទាប់មកយើងវិចារទៅរកចំនួនដងមីតដោយសារគេឲ្យចំនួនវត្តចឹងវិចារដាក់ណាយើងវិចារមកដាក់រូបមន្តមួយវត្តស្មើនឹងចន្លោះវគ្គមុខមីតបុកអីហ៎យើងវិចារហ្នឹងណាកន្លែងដោយនេះហើយយើងដាក់រូបមន្តមកនេះចំនួនវត្តកោសិកាស្មើនឹងយើងអាចទាញបានចំនួនវត្តស្មើនឹងចំនួនដងនៃមីតចាចឹងយើងអាចហៅវារយៈពេលវត្តកោសិកាស្មើនឹង15ម៉ោងកន្លែងនេះចំនួនណាអ្នកគ្រូគ្រាន់តែចម្លើយអ្នកគ្រូគ្រាន់តែឲ្យចម្លើយទៅផ្ទៀងទេហើយយើងគណនាផងនៅពេលដែលហៅចំនួនវត្តឃើញយើងយកមកចំនួន60ចែកនឹងប្រមាណយើងចែកមកណាចាចឹងនៅពេលដែលឃើញនេះ15ម៉ោងតែយើងពីយើងគណនាទៅយើងឃើញ15ម៉ោងដូចនេះគឺចាអញ្ចឹងលំហាត់ទី11គឺមានប៉ុណ្ណឹងអរគុណ